ឲ្យតែមានភ្លៀងមួយមេមកមិនខ្វះទេកែបស្រូវតែសពថ្ងៃនេះកុំថាឡើយភ្លៀងសូម្បីតែលំមតនៈក៏គ្មានដែរកែបស្រែនិងកែបចិញ្ចឹមវាខុសគ្នាខ្លាំងបងប្អូនកែបចិញ្ចឹមដល់ពេលយើងយកមកធ្វើម្ហូបមិនសូវឆ្ងាញ់ទេវាឆ្អាបតែបើថាបានកែបស្រែចេះអីបងប្អូនអើយជាតិណាស់កាត់ដៃកាត់ជើងក៏ច្រាំច្បល់ជាមួយសាច់ជ្រូកមកបោកញ៉ាំចេះអូយឈ្ងុយក៏ឈ្ងុយជាតិក៏ជាតិសាហាវដែរបោកបើយើងធ្វើគ្រឿងវាឲ្យត្រូវបងប្អូនញ៉ាំអត់ងាយទៅលាន់ទេហើយគ្រឿងនៅខាងក្រៅហ្នឹងក្លិនឡងឈ្ងុយមែនតែនបានញ៉ាំជាមួយបាយស្រួយហ្នឹងកែបតែមួយបាយ2ចានម្នាក់ឯងអីវ៉ាណកែបបោកដែលឆ្ងាញ់គឺវាអាស្រ័យទៅលើគ្រឿងបុកនឹងសំខាន់តែម្ដងដូចជារំដេងទៅកោះមកថ្មីហើយល្មៀតអីចឹងណាគ្រឿងហ្នឹងថ្មីទាំងអស់គល់ក្រៃក៏ដែរបងប្អូនកែបស្រែស្រួលមើលឲ្យសាច់វាក្រហមស្អាតចឹងណាបើថាកែបចិញ្ចឹមវិញសាច់វារៀងថ្លាឈានមកដល់សម័យនេះជាទម្លាប់ហើយតែគេប្រើសាច់ជ្រូកកច្រាមលាយបើពីសម័យមុនគេកាត់ដៃកាត់ជើងកែបគេច្រាំជាមួយគ្រឿងញាត់យកហ្មងយើងប្រើគ្រឿងបុករៀងច្រើនណាបានកែបរបស់យើងជួយល្អកោសសក្តិ4 5ដើមខ្ទឹមក្រហម2 3មើមហាន់ជាប្រទេសស្ដាងពេលយើងបុកទៅឆាប់ម៉ត់ល្អម្ទេសវិញ4 10ចំណិតនិយាយទៅគ្រឿងទាំងអស់ហ្នឹងសំខាន់ណាស់បងប្អូនបើបានគ្រឿងថ្មីស្រស់បុកគ្រឿងឈ្ងុយល្អណាស់ជាពិសេសស្លឹកក្រូចបើថាស្លឹកក្រូចរបស់យើងស្រស់ថ្មីបងប្អូនក្លិនឈ្ងុយមហាសានឈ្ងុយទេតែបើថាប៉ះស្លឹកក្រូចសល់អីចឹងណាធ្វើឲ្យគ្រឿងរបស់យើងក៏វាអន់ក្លិនឈ្ងុយតាមនឹងដែរស្លឹកក្រូចយើងហាន់ឲ្យរៀងច្រើនតិចមកទុកបោកលាយនៅពេលក្រោយម្ដងទៀតគ្រឿងទាំងអស់នេះបើចង់បងប្អូនកិនតែបើថាយើងអាសាយចឹងណាយើងបុកទៅបានក្លិនឈ្ងុយល្អជាងកែបជាង10នេះខ្ញុំដាក់សាច់ជ្រូកកច្រាមលាយកន្លះគីឡូសាច់ជ្រូកយើងមិនសូវលាយច្រើនពេកទេបងប្អូនញ៉ាំឆាប់តលាន់ណាយើងលាយសាច់កែបចូលរៀងច្រើនវិញឈ្ងុយជាងហើយបានរសជាតិឆ្ងាញ់ប្លែកហ្មងកែបយើងជាយកអាកន្លែងដែលឆ្អឹងរឹងចោលបងប្អូនដូចជាឆ្អឹងក៏ផ្លូវតំណងខ្នងអីហ្នឹងកន្លែងឆ្អឹងទុយឬឆ្អឹងខ្ចីយើងក៏ច្រាំលាយយកហ្មងសាច់កែបយើងក៏ច្រាំលាយកាន់តែច្រើនកាន់តែឆ្ងាញ់សាច់ជ្រូកកន្លះគីឡូខ្ញុំដាក់សាច់កែបចូល5ក្បាលក៏ច្រាំចូលគ្នាឲ្យម៉ត់មែនតែនមកពេលក៏ច្រាំចូលគ្នាម៉ត់ល្អចឹងទៅពេលដែលយើងបោកហើយញ៉ាំអត់ដឹងថាសាច់អីទេស្លឹកក្រូចហាន់ជាសរសៃស្ដាងប្រហែលជា10សន្លឹកគ្រឿងបុកមួយកូនចានចង្កឹះពេញបឹបគ្រឿងបុកហ្នឹងយើងប្រើខ្ទឹមសខ្ទឹមក្រហមរៀងច្រើនបងប្អូនមិនក្លិនវាឈ្ងុយខ្លាំងណានិយាយរួមទៅគ្រឿងបុកហ្នឹងយើងដាក់ប្រហែលតែជាមួយសាច់កច្រាមច្រើនដូចគ្នាហើយថែមស្ករស1ចុងស្លាបព្រាបាយម្សៅស៊ុបមាន់កន្លះស្លាបព្រាបាយទឹកត្រី2ស្លាបព្រាបាយនិងអំបិល1ចុងស្លាបព្រាបាយរសជាតិស្រាលល្មមមិនសូវដិតពេកទេបើសិនជាបងប្អូនចូលចិត្តញ៉ាំរសជាតិដិតបន្ថែមអំបិលបន្ថែមស្ករអីទឹកត្រីលើនឹងតិចទៅច្របល់គ្រឿងផ្សំទាំងអស់ហ្នឹងឲ្យសព្វចូលគ្នាបន្តមកចាំយើងចាប់បោកម្ដងតិចរហូតតតែសាច់ជ្រូកហើយនឹងគ្រឿងល្មួតចូលគ្នាជាដុំតែមួយបោកដបវារៀងខ្ចាយសាច់ចេញមកក្រៅតែទៅពេលយើងបោកបាន4 10ដងទៅវាចាប់ផ្ដើមជាប់គ្នាហើយបងប្អូនគ្រឿងហើយនឹងសាច់ចូលគ្នាទៅក្លិនឈ្ងុយល្អមែនតើបើសិនជាចូលចិត្តញ៉ាំសណ្តែកដីអាចលាយមកគ្រាប់ចូលនឹងទៀតក៏បានដែរមើលទៅបោកសាច់ចូលគ្នាល្មួតល្អហើយចំញាត់ចូលកែបធ្វើអញ្ចឹងបងប្អូនមិនពេលយើងអាំងកែបទៅគ្រឿងរបស់យើងនៅខាងក្នុងហ្នឹងវាអត់ខ្សោះសាច់ខាងក្នុងហ្នឹងឆ្ងាញ់ហ្មងណាហើយញាត់គ្រឿងនេះបើសិនយើងចង់ឲ្យវាឆាប់ឆ្អិនណាបាច់ញាត់ណែនពេកទេញាត់ធូរតប៉ែតទៅអាំងតែ5 10នាទីឆ្អិនតែបើថាចង់ឲ្យវាប៉ោងអញ្ចឹងចំណាយពេលរៀងយូរបន្តិចហើយភ្លើងក៏យើងដាក់តិចដែរញាត់ឡើងមិនណែនអស់ដៃអញ្ចឹងបងប្អូនអាំងចូល40នាទីអីមិនឆ្អិនតែឆ្ងាញ់ណាស់ឆ្ងាញ់នឹងស្នូលនេះឯងបើថាយើងប្រើសាច់ជ្រូកកច្រាមរៀងច្រើនបងប្អូនញ៉ាំឆាប់តលាន់ណាញ៉ាំតែ1 2រៀងឆ្អែតតែបើថាធ្វើតាមនេះហ៎អូញ៉ាំកែប3 4ម្នាក់ឯងញ៉ាំអត់តលាន់ទេហើយកាន់តែញ៉ាំកាន់តែចូលចិត្តហ្មងភ្លើងខ្ជុងយកប្រើខ្លាំងទេចន្លោះកដាលហ្នឹងគឺយើងដកខ្ជុងនឹងចេញបងប្អូនដាក់តាគៀនទៅបានហើយទល់គ្នាចឹងទៅពេលដែលអាំងវាឆ្អិនស្មើប្រហែលជា20នាទីបានឆ្អិនមកចាហៀងអញ្ចឹងត្រឡប់មក20នាទីទៀតបានក្រៀមហើយរបៀបថាអាំងទៅវាស្រួយខាងក្រៅតុនខាងក្នុងមានសភាពទឹកតិចអាំងបដាលទឹកខ្លាញ់នឹងតក់ឈ្ងុយបដាលអាំងរៀងសាបចេះបងប្អូនញ៉ាំបានកែបច្រើនណាបើថាដាក់រសជាតិដិតវិញញ៉ាំតែ1 2ឆ្អែតហើយទាំងអស់ហ្នឹងស្រេចលើយើងចង់ញ៉ាំអីយើងចង់ញ៉ាំជាមួយបាយកែបតិចឬមួយក៏យើងចង់ញ៉ាំកែបច្រើនបាយតិចពណ៌ក្រៀមក្រហមស្មើប៉ុណ្ណេះឆ្អិនណាស់បងប្អូនឡើងតំណងមែនតែមួយទៀតបើសិនជាយើងអត់ចង់ឲ្យខាតកែបទេយើងអាចកាត់ដៃកាត់ជើងកាត់កភ្លៅចេញអស់បដ ாய் ទុកតែខ្លួនកែបរួចដៃជើងហ្នឹងយើងញាត់ចូលក្នុងគ្រឿងនឹងបដ ாய் ធ្វើអញ្ចឹងក៏ម្យ៉ាងដែរធ្វើតាមវិធីនេះក៏ម្យ៉ាងដែរនិយាយទៅតាមការចូលចិត្តរបស់យើងហាច់មកអ្នកបងប្អូនឃើញទេមើលអត់យល់ទេថាក្នុងហ្នឹងមានអីខ្លះពេលដែលញ៉ាំទៅក៏សឹងតែមិនដឹងថាយើងប្រើសាច់ជ្រូកកច្រាមដែរដោយសារតែយើងកច្រាមសាច់និងកែបហ្នឹងម៉ត់ចូលគ្នាល្អមែនតែនគ្រឿងដាក់ច្បល់ជាមួយសាច់ហ្នឹងបងប្អូនឡងឈ្ងុយញ៉ាំជាមួយបាយត្រូវគ្នាណាម្ហូបក្រៀមស្ងួតអញ្ចឹងណាបើបានបាយស្រួយទៀតកាន់តែត្រូវគ្នាក្លិនគ្រឿងឈ្ងុយតាំងពីនៅក្រៅរហូតដល់លេបចូលពោះ